có tha chụp lại có tha mong ở đây khơi nè cái để ao từ tận bò chạy chìm lắm nó o khẽ khóc địch ổn ai địch từ party ការបរិច្ចាគទានមានច្រើនបែបតែការបរិច្ចាគមួយបែបដែលកើតចេញតែពីក្នុងខ្លួនមនុស្សនោះគឺឈាមឈាមមិនមានរោងចក្រណាមកផលិតជំនួសបានទេមានតែការពឹងផ្អែកទៅលើការចែករំលែកពីមនុស្សទៅមនុស្សប៉ុណ្ណោះដូច្នេះហើយទៅព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2026នៅមជ្ឈមណ្ឌលភាសា AI និងសាលារៀនអន្តរជាតិអាមេរិកសាខាច្បារអំពៅមូលនិធិមេងលីជេគួចបានរៀបចំកម្មវិធីធនាគារឈាមមេងលីជេគួចលើកទី16ក្រោមប្រធានបទបរិច្ចាគឈាមក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លាដោយមានការនិមន្តចូលរួមពីសំណាក់សម្ដេចព្រះឧត្តមវស្សាបណ្ឌិតគូសុភាពលោកគ្រូអ្នកគ្រូសិស្សអ្នកអាណាព្យាបាលសិស្សនិងក្រុមការងារស្ម័គ្រចិត្តហ្វីលីពីនសរុបប្រមាណជាង100នាក់ទានកម្រិតទី2ក្នុងពុទ្ធសាសនាទានឧបបារមីគឺឲ្យអវយវៈខាងក្នុងជាឈាមជាអីបើក្នុងរឿងពុទ្ធសាសនាពពុទ្ធិស័តពពុទ្ធនៃយើងធ្លាប់បរិច្ចាគរហូតដល់ភ្នែកទៀតណាគេត្រូវការលោកស្រីវិជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនបានឲ្យដឹងថាតម្រូវការនៅក្នុងមន្ទីរពេទ្យតែរាជធានីភ្នំពេញយ៉ាងហោចណាស់ត្រូវប្រើប្រាស់ឈាមចន្លោះពី350ទៅ400សាកក្នុងមួយថ្ងៃទន្ទឹមនឹងការត្រូវការឈាមពីសប្បុរសជនអ្នកស្រីបន្តថាការរៀបចំលើកទី16នេះគឺមានគោលបំណងពីរទៀតទី1ដើម្បីបញ្ជ្រាបចំណេះដឹងអំពីសារៈសំខាន់របស់ឈាមដែលมันអាចខ្វះបានផ្សារភ្ជាប់ជាមួយការបរិច្ចាគដោយស្ម័គ្រចិត្តក្នុងកិច្ចការមនុស្សធម៌ដ៏ប្រពៃណីទៅដល់សង្គមទី2គឺបណ្ដោះសិស្សនៃសាលាទាំងពីរឲ្យមានទម្លាប់ចែករំលែកពីក្មេងដោយមានគំរូភាពឃើញលោកគ្រូអ្នកគ្រូដូចជាអាណាព្យាបាលគាត់មកបរិច្ចាគច្រើនអញ្ចឹងមានអារម្មណ៍ថាដូចជាការជួយសង្គ្រោះអ្នកដែលគាត់ត្រូវការឈាមខ្លាំងមែនតើអញ្ចឹងវាជាកម្មវិធីដ៏ល្អមួយដែលយើងត្រូវចូលរួមឲ្យបានច្រើនទាំងអស់គ្នាដោយសារពេលខ្លះយើងអត់មានអីជួយបានយើងមានតែឈាមតែយើងអាចជួយជាបរិច្ចាគឈាមបានចា៎ការបរិច្ចាគឈាមគឺជាទានដ៏ថ្លៃថ្លាព្រោះថាអាចសង្គ្រោះជីវិតអ្នកជំងឺជាច្រើនដែលត្រូវវះកាត់ឬរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើពីនេះក៏បង្ហាញអំពីទឹកចិត្តមេត្តាករុណាសប្បុរសធម៌និងការជួយគ្នានៅក្នុងសង្គមផងដែរមានបទពិសោធន៍4លើកអ្នកស្រីច័ន្ទរីអ្នកអាណាព្យាបាលសិស្សបានបង្ហាញអំពីអារម្មណ៍រំភើបខុសប្លែកពីអ្នកដទៃអ្នកស្រីថានេះជាលើកទី1ជាមួយមជ្ឈមណ្ឌលភាសា AI ក្នុងការបរិច្ចាគឈាមអ្នកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិច្ចការសង្គមក្នុងនាមជាប្រជាពលរដ្ឋល្អមួយរូបពីហាថ្លៃថ្លាហ្នឹងស្អីក៏ដោយតែយើងធ្វើចេញពីចិត្តសម្រាប់ខ្ញុំអត់ដឹងថាគេដូចខ្ញុំអត់ទេតែខ្ញុំវិញឲ្យតែបានធ្វើវិភាគទានបរិច្ចាគឬអាចធ្វើកិច្ចការអ្វីមួយសម្រាប់សង្គមជាតិខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបវាជាចំណាយតិចតួចទេតែធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយចិត្តរំភើបហើយជួយចិត្តទៅហ្មងនិយាយទៅត្រៀមខ្លួនជាស្រេចមុនមួយថ្ងៃពីរថ្ងៃដើម្បីទៅតាមរយៈលោកយេនច័ន្ទសុមាអនុប្រធាននៃមជ្ឈមណ្ឌលភាសា AI ទទួលបន្ទុកកិច្ចការប្រតិបត្តិការថាការបរិច្ចាគឈាមពីសំណាក់បុគ្គលិកលោកគ្រូអ្នកគ្រូសិស្សានុសិស្សអ្នកអាណាព្យាបាលនិងសាធារណជនតាមរយៈមូលនិធិមេងលីជេគួចក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាផ្ដល់ឈាមកន្លងមក15លើកទទួលបានឈាមចំនួន1137សាកដែលជាចំនួនមួយដ៏ច្រើនតែទោះជាយ៉ាងនេះក្តីការឆ្លើយតបទៅនឹងកង្វះខាតឈាមនៅមន្ទីរពេទ្យនៅតែបន្តមានជារៀងរាល់ថ្ងៃដែលនេះជាហេតុនាំឲ្យខាងមូលនិធិមេងលីជេគួចនៅតែបន្តស្វាស្វែងសកម្មភាពនេះដោយមើលឃើញអំពីភាពវិជ្ជមានក្រោយបរិច្ចាគឈាមក្នុងនោះអ្នកស្រីច័ន្ទរីបានជំរុញឲ្យមានការបរិច្ចាគឈាមឲ្យបានច្រើនព្រោះមិនត្រឹមតែជួយអាយុជីវិតមនុស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវសុខភាពល្អត្រឡប់មកវិញផងដែរជាចុងក្រោយសូមផ្ញើសារទៅដល់បងប្អូនប្រជាជនទាំងអស់កុំឲ្យគិតភ័យខ្លាចក្នុងការបរិច្ចាគឈាមព្រោះឈាមនៅផលិតថ្មីគ្រាប់ថ្មីវិលមកវិញរហូតក្នុងរយៈពេល120ថ្ងៃឈាមដែលនៅក្នុងខ្លួនយើងវាងាប់អូតូម៉ាទិកហើយអញ្ចឹងវានឹងផលិតមកថ្មីរហូតទេអញ្ចឹងកុំឲ្យមានអារម្មណ៍ភ័យខ្លាចអីហើយបើហាលក្ខខណ្ឌពិសេសដើម្បីកុំឲ្យយើងងាក់ងើបបបិស័ព្ទផ្ទាល់ខ្លួនគឺញ៉ាំឲ្យឆ្អែតគេឲ្យគ្រប់ផឹកទឹកឲ្យច្រើនអញ្ចឹងយើងអាចបរិច្ចាគបានហើយអត់មានធ្វើអាការៈអីពិបាកនៅក្នុងខ្លួនទេ